គ្នាគឺមាន5 app អ្នកទាំងគ្នាគឺវាចាំបាច់សម្រាប់សួស្តីអ្នកទាំងគ្នាថ្ងៃនេះខ្ញុំមកចែករំលែកពី app ដែលខ្ញុំតែងតែប្រើនៅក្នុងប្រទេសកូរ៉េដើម្បីទិញអីវ៉ាន់ទិញ skincare ទិញរបស់របរប្រើប្រាស់ផ្សេងៗអញ្ចឹងអ្នកទាំងគ្នាគឺពិសេសគឺខោអាវអ្នកទាំងគ្នាព្រោះអីពេលដែលខ្ញុំផុស unboxing ទៅម្ដងគឺតែតែមានអ្នកសួរអញ្ចឹងថាខ្ញុំទិញមកពីណាអញ្ចឹងទៅ skincare អញ្ចឹងទៅឥឡូវថ្ងៃនេះខ្ញុំមកប្រាប់ពី app ដែលខ្ញុំតែងតែប្រើនៅក្នុងប្រទេសកូរ៉េជារៀងរាល់ថ្ងៃហ្មងអ្នកទាំងគ្នាគឺមាន5 app អ្នកទាំងគ្នាគឺវាចាំបាច់សម្រាប់ខ្ញុំហ្មងអញ្ចឹងខ្ញុំមកប្រាប់អ្នកទាំងគ្នាដើម្បីឲ្យអ្នកទាំងគ្នាអាចស្គាល់ហើយទៅទិញតាមខ្ញុំអីចឹងទៅអូខេឥឡូវយើងចូលមកដល់app ទី1អ្នកទាំងគ្នា app ទី1ហ្នឹងគឺជា app គ្រប់ប៉ាំងអញ្ចឹងអ្នកទាំងគ្នាប្រហែលជាស្គាល់ហើយព្រោះអីអ្នកពីច្រើនគេទិញអីចឹងអ្នកទាំងគ្នាខ្ញុំក៏ស្គាល់គេក៏ស្គាល់ប៉ុន្តែគាត់ខ្ញុំចង់ចែករំលែកថែមអញ្ចឹងអ្នកទាំងគ្នា app ហ្នឹងគ្រប់ប៉ាំងវាមានរបស់ប្រើប្រាស់ច្រើនមែនតើពិសេសមានទាំងម្ហូបអាហារទៀតហើយពិសេសគឺលឿនអ្នកទាំងគ្នាយើងអាចទៅថាកំងថ្ងៃហ្នឹងអញ្ចឹងស្អែកមកដល់ក៏មានដែរហើយសម្រាប់កៅអៅក៏អាចទិញបានប៉ុន្តែនៅក្នុងគ្រប់ប៉ាំងសម្រាប់ខ្ញុំផ្ទាល់ណាសម្រាប់អ្នកទាំងគ្នាមិនដឹងទេសម្រាប់ខ្ញុំក្នុងគ្រប់ប៉ាំងវាអត់សូវត្រូវថែរបស់ខ្ញុំទេអ្នកទាំងគ្នាដោយសារតែពីច្រើនសាយវាធំពេកហើយក៏អត់សូវត្រូវមានខ្ញុំអត់សូវចូលចិត្តទិញកៅអៅតាមគ្រប់ប៉ាំងទេតែសម្រាប់អ្នកទាំងគ្នាចូលចិត្តអ្នកទាំងគ្នាអាចថតទិញបានឥឡូវយើងចូលដល់ app ទី2អ្នកទាំងគ្នា app ទី2ហ្នឹងគឺជា app ដែលខ្ញុំចូលចិត្តកំងអីញ៉ាំអ្នកទាំងគ្នា app ហ្នឹងរបៀបដូចGrab ហើយនឹង Foodpanda អ្នកទាំងគ្នានិយាយទៅ app ហ្នឹងគឺអ្នកទាំងគ្នាខ្លះដឹងអ្នកខ្លះក៏អត់ដឹងអីចឹងទៅ app ហ្នឹងគឺឈ្មោះ Coupang Eat អញ្ចឹងវាភ្ជាប់ជាមួយនឹង Coupang អ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាដែលចូលចិត្តញ៉ាំអីខាងក្រៅរបៀបចូលចិត្តកញ្ចប់ឬក៏ហាពេលល្ងាចខ្ជិលធ្វើអីអ្នកទាំងគ្នាអាចកំងតាម app Coupang Eat ហ្នឹងបានគឺវាស្រួលដូចគ្នាអ្នកទាំងគ្នាហើយការដឹកវាទៅតាមចម្ងាយហាងអីចឹងអ្នកទាំងគ្នាវាចិត្តឆ្ងាយអីចឹងទៅតែគេមាននីតិមានអីឲ្យមើលដូចនៅក្នុង Foodpanda អញ្ចឹងអ្នកទាំងគ្នាក៏ដូចគ្នាខ្លាំងហ្មងអញ្ចឹងបើអ្នកទាំងអស់គ្នាចង់សាកកំងអីអាច download app ហ្នឹងមកកំងបានព្រោះខ្ញុំតែងតែកំងម្ហូបតាមហ្នឹងរាល់ដងហ្មងអ្នកទាំងគ្នាអូខេឥឡូវយើងមកចូល app ទី3អ្នកទាំងគ្នា app ទី3នេះសម្រាប់ស្រីៗគឺស្គាល់ហ្មងព្រោះអីខាងក្រៅក៏មាននៅក្នុង app ក៏មានហើយ app ហ្នឹងដែរគឺ Olivia អ្នកទាំងអស់គ្នា app ហ្នឹងគឺខ្ញុំប្រើច្រើនដែរដោយសារទី1ខ្ញុំទៅ Olivia នៅហាងផ្ទាល់វាអត់សូវមានអវ៉ាន់ដែលខ្ញុំចង់បានទេពីច្រើនគឺទៅគឺអស់ stock ហ្មងមិនថាសរ៉ូមឬក៏អីទេគឺទៅដល់គេទិញអស់ហ្មងពេលអញ្ចឹងខ្ញុំត្រូវមកត្រឡប់មកទិញនៅក្នុង app ពេលចឹងហើយខ្ញុំពីច្រើនបើសិនតែខ្ញុំរកនៅក្នុង app អត់មានខ្ញុំទៅទិញនៅហាងព្រោះអីពីច្រើននៅហាងគេចូលទិញច្រើនអញ្ចឹងទៅវាអត់សូវមាន stock ទេតែបើនៅក្នុង app វាមាន stock ច្រើនប៉ុន្តែពេលខ្លះក៏វាអស់ដែរវាមិនគាត់ថាមានរហូតទេហើយមួយទៀតខ្ញុំចូលចិត្តទិញហ្នឹងដោយសារតែទិញនៅក្នុង app វាថាវាមាន discount ច្រើនហើយវាអាចបាន point អ្នកនរគ្នា point ហើយនឹងអាចបានកដោអីចឹងនៅក្នុងដែលគេដាក់មកជាមួយនឹងអវ៉ាន់ចឹងណាអ្នកនរគ្នាចឹងខ្ញុំចូលចិត្តទិញនៅក្នុង app Olivia ច្រើនជាងទៅទិញផ្ទាល់ឥឡូវយើងចូលមកដល់ app ទី4អ្នកទាំងអស់គ្នា app ទី4ហ្នឹងក៏ខ្ញុំចូលចិត្តប្រើដែរសម្រាប់ទិញកៅអៅអ្នកនរគ្នានៅក្នុងហ្នឹងវាក៏មានទាំង skin care មានទាំងគ្រឿង make up ហើយក៏មានកៅអៅ fashion អីចឹងទៅហើយអីដែលសំខាន់គឺone brand របស់កូរ៉េអ្នកនរគ្នាគឺone របស់ brand របស់កូរ៉េហ្មងអ្នកដូចជា Nike ឬក៏ Adidas អីចឹងទៅគឺមានច្រើនអញ្ចឹងអ្នកនរគ្នាដែលចង់ទិញអីវ៉ាន់បែបហ្នឹងគឺអាចថតទិញនៅក្នុង app ហ្នឹងបានហើយ app ហ្នឹងគឺឈ្មោះ Mosinsa អ្នកនរគ្នា Mosinsa ខ្ញុំអត់ដឹងថាគេខ្ញុំអាចត្រូវអត់ទេអ្នកនរគ្នាចាំខ្ញុំដាក់ឲ្យអ្នកទាំងអស់គ្នាមើលហើយ app ហ្នឹងគឺក៏មាន discount ដែរពីច្រើនវាទៅតាម promotion របស់ហាងអញ្ចឹងចាំបើអ្នកទាំងអស់គ្នាចង់សាកល្បងទិញអាចទៅទិញបានអ្នកទាំងអស់គ្នាគឺមានអីវ៉ាន់ដូចតែខ្ញុំនិយាយអញ្ចឹងគឺ fashion អីក៏ខ្ញុំចូលចិត្តដែរដោយសារវារៀងមុន most still ច្រើនអញ្ចឹងណាគាត់ថាតម្លៃវារៀងថ្លៃហើយបើសម្រាប់ one brand ហ្នឹងគឺមានអ្នកទាំងអស់គ្នាគឺមានទាំងអស់ហ្មងមិនថា brand អីទេឲ្យតែ one brand តម្លៃប៉ុន្មានក៏មានដែរឲ្យតែមានលុយទិញក្នុង app ហ្នឹងអ្នកទាំងអស់គ្នាឥឡូវយើងចូលមកដល់ app ទី5អ្នកនរគ្នា app ចុងក្រោយនេះគឺខ្ញុំអាសាទិញហ្មងដោយសារតែខ្ញុំជាមនុស្សចូលចិត្តលេងមកកៅអៅអញ្ចឹងណាអញ្ចឹងទៅ app ហ្នឹងគឺខ្ញុំប្រើញឹកញាប់ហើយក៏មានអ្នកសួរខ្ញុំដែរថាខ្ញុំទិញកៅអៅមកពីណាអីចឹងទៅឥឡូវខ្ញុំមកប្រាប់អ្នកនរគ្នាតែម្ដងទៅ app ហ្នឹងឈ្មោះថា Abeli ប៉ុន្តែខ្ញុំមិនដឹងថាអ្នកទាំងគ្នាឬក៏ជនជាតិកូរ៉េគេអានមកទេព្រោះក៏មានអ្នកខ្លះស្គាល់ app ហ្នឹងដែរអញ្ចឹង app ហ្នឹងគឺលក់កៅអៅអ្នកទាំងគ្នាកៅអៅជើងកបោពីចឹងទៅប៉ុន្តែបើវា skin care អីគឺអត់មានប៉ុន្តែវាអត់សូវច្រើនអីចឹងអ្នកទាំងគ្នាអត់ដូច app មុនហ្នឹងឯងហើយ app ហ្នឹងគឺស្បូកៅអៅត្រូវថែបរបស់ខ្ញុំហ្មងហើយក៏ខ្ញុំអាសាទិញដែរពីតែកៅអៅ still ហើយជនជាតិកូរ៉េក៏ស្បូទិញក្នុង app ហ្នឹងដែរផ្សេងគឺកូរ៉េ still ក្មេងៗអញ្ចឹងអ្នកទាំងគ្នាដោយសារតែវាមួយកៅអៅវាច្រើនខ្លាំងទៅហើយស្អាតហើយបើតម្លៃវិញពោះសមនិយាយទៅមកសមរម្យសម្រាប់យើងទិញបានអ្នកទាំងគ្នាគាត់ថាសម្រាប់ខ្ញុំក្នុង app ហ្នឹងវាស្អាតហើយប៉ុន្តែសាយវាស្បាសាយព្រោះខ្ញុំពាក់សាយគឺទូខ្លាំងអ្នកទាំងគ្នា XS ឬក៏ XS បើ S ខ្លះត្រូវ S ខ្លះអាលុំអញ្ចឹងណាវាពិបាកអញ្ចឹងហើយបើខ្ញុំទិញមកខ្ញុំត្រូវបញ្ចូលកេះខោ
តែបើអាវអត់អីតែបើខោឬក៏ support គឺពិបាកបងខ្ញុំនិយាយមែនតែបើរឿង mode អូខេហ្មងគឺស្អាតគ្រប់ mode ខ្ញុំពេញចិត្តអញ្ចឹងណាទាំងសាច់កណាត់ទាំងអីគាត់តែរឿងខ្សែតែប៉ុណ្ណាតែអ្នកនរគ្នាអ្នកដែលមាន size ស្តង់ដាអ្នកនរគ្នាអាចថតទិញក្នុង app ហ្នឹងបាននិយាយទៅគឺសម្បូរបែបមែនតើ fashion និយាយទៅអ្នកនរគ្នាឃើញជនជាតិកូរ៉េពាក់ស្អាតៗហ្នឹងគឺចង់គេទិញនៅក្នុង app ហ្នឹងឯងអញ្ចឹងបើអ្នកទាំងអស់គ្នាចង់សាក់លបងទិញអាច download ទិញបានអ្នកនរគ្នាអញ្ចឹងapp ទាំងអស់ដែលខ្ញុំប្រើគឺមាន5តែប៉ុណ្្នឹងទេអ្នកនរគ្នាបើអ្នកទាំងអស់គ្នាចង់ដឹងអីទៀតឬក៏ចង់ឲ្យខ្ញុំធ្វើវីដេអូប្រាប់ពីអីដែលខ្ញុំតែងតែប្រើប្រាស់ app ឬក៏អីចឹងអ្នកទាំងគ្នាអាច comment នៅក្រោមវីដេអូនោះបានខ្ញុំនឹងធ្វើឲ្យអ្នកទាំងគ្នាអញ្ចឹងណាហើយកុំភ្លេចជួយ like ជួយ share វីដេអូនោះផងអូខេអ្នកទាំងគ្នាអរគុណបាយបាយ